សួស្តីបងប្អូនទាំងអស់គ្នាតោះមកដកលុយតាម app ទូរស័ព្ទម្ដងដំបូងយើងទៅ app របស់យើងនៅក្នុងទូរស័ព្ទដៃបន្ទាប់មកទៀតយើងទៅកន្លែង cardless ATM ចុចកន្លែង cardless ATM ហ្នឹងមកបន្ទាប់មកទៀតយើងឃើញចំនួនទឹកប្រាក់ដែលគេឲ្យយើងរើសហើយយើងចង់ដកប៉ុន្មានខ្ញុំរើស 1000 បាតចាអញ្ចឹងបន្ទាប់មកទៀតយើងអូសទៅក្រោមទៀតដើម្បីឃើញsnack គឺដំណាក់កាលបន្តទៀតអញ្ចឹងនៅពេលយើងឃើញបែបនេះហើយយើងឃើញមានកន្លែងនេះ scan QR code ហ្នឹងយើងចុចលើវាទៅបន្ទាប់មកទៀតយើងទៅទូ ATM យើងចុចកន្លែងថតงินដោយមិនឆៃបាត់អញ្ចឹងគឺដកលុយដល់អត់ប្រាកាសចាអញ្ចឹងយើងបន្តមកទៀតយើងរើសកន្លែងនេះសញ្ញាការឈប់ហ្នឹងគឺដកដោយប្រើ app ធនាគាររបស់យើងចានៅពេលយើងចុចវាហើយវាឃើញ QR code ឲ្យយើង scan យើងយករបស់យើងមិញមក scan មកបន្តមកទៀតយើងចុច confirm ឬក៏ยืนยันរายការណ៍អញ្ចឹងពេលដែលយើងចុច confirm ហើយយើងរងចាំប្រព័ន្ធទូ ATM ដំណើរការហើយគេដាក់លើអេក្រង់នឹងឲ្យយើងចាំយកលុយអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងក្នុងទូរស័ព្ទយើងនឹងអាហ្នឹងគឺដូចគ្នាយើងអាចទៀងមកដូចគ្នាបានហើយយើងចាំដកយកលុយមកអញ្ចឹងចំពោះចង់ថាហេតុអីបានចាំបាច់ដកតាមទូរស័ព្ទដៃព្រោះដកតាមទូរស័ព្ទដៃយើងអត់អស់សេវាទេទោះបីយើងដកនៅណាក៏ដោយតែបើមិនយើងដកនៅទូ ATM ចំពោះខេត្តផ្សេងដែលមានខេត្តដែលយើងបើកទូ ATM ហ្នឹងគឺយើងអត់ថ្លៃសេវាកម្មចាតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនបាយ